វីដេអូនេះខ្ញុំនឹងបង្ហាញពីការធ្វើអក្សររត់នៅខាងក្រោមវីដេអូក្នុងកម្មវិធី VN អញ្ចឹងអ្នកខ្លះគាត់ធ្វើអក្សររត់បែបហ្នឹងដើម្បីដាក់ជាព័ត៌មានហើយអ្នកខ្លះទៀតគាត់ដាក់អក្សររត់ជាការប្រមូលផលិតផលឬក៏សេវាកម្មផ្សេងៗអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់ចេះធ្វើអក្សររត់បែបនេះនៅលើទូរស័ព្ទបងប្អូនអាចមើលការបង្ហាញជូនរបស់ខ្ញុំបើជាដំបូងបងប្អូនបើចូលទៅកាន់កម្មវិធី VN បន្ទាប់មកបងប្អូន select យក new project មកយើងចុចសញ្ញាបូកនេះ new project បាទហើយបងប្អូនជ្រើសរើស background មួយមកសម្រាប់ background គឺបងប្អូនត្រូវជ្រើសរើស background ពណ៌បៃតងដើម្បីយើងអាចយកបាទអាការរត់អក្សរហ្នឹងទៅដាក់នៅលើវីដេអូណាក៏បានអញ្ចឹងខ្ញុំចុចនេះកន្លែងនេះក៏ចង់បញ្ជាក់បងប្អូនដែរថាបងប្អូនក៏អាចធ្វើអក្សររត់ direct ដោយផ្ទាល់នៅលើវីដេអូបងប្អូនក៏បានក៏ប៉ុន្តែខ្ញុំសូមឲ្យបងប្អូនធ្វើនៅលើផ្ទាំងបៃតងបែបនេះគឺងាយស្រួលបាទបន្តមកទៀតគឺបងប្អូនបាទកំណត់នីតិនៃអក្សររត់របស់យើងអញ្ចឹងបងប្អូនត្រូវឈរលើ background របស់យើងហើយបងប្អូនចុចលើវាបងប្អូនឃើញខាងមុខ background នេះទេគឺមានសញ្ញាក្បាលព្រួយមួយអញ្ចឹងបងប្អូនសង្កត់ឲ្យជាប់ហើយអូសមកខាងមុខការអូសបែបនេះគឺដើម្បីឲ្យនីតិរបស់យើងវាវែងអញ្ចឹងខ្ញុំយក20វិនាទីចុះបាទឬក៏លើសពីហ្នឹងអញ្ចឹងបងប្អូនអាចមើលវិនាទីនៅផ្នែកខាងលើនេះអញ្ចឹង20វិនាទីហើយបន្តមកទៀតខ្ញុំអូសវាឲ្យមកនៅចំណុចខាងដើមនេះដល់ពេលដែលយើងត្រូវយក background អក្សររត់គឺបងប្អូនចុចកន្លែងនេះហើយបងប្អូនចុច photo ហើយជ្រើសរើស background មួយមកទាំងពណ៌បៃតង background ពណ៌ក្រហមពណ៌ខៀវនេះខ្ញុំនឹងដាក់ឲ្យបងប្អូនទាញយកនៅក្នុង Telegram របស់ខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅយកបានដោយពុំចាំបាច់ធ្វើដោយខ្លួនឯងទេអញ្ចឹងខ្ញុំយកទាំងពណ៌ខៀវបងប្អូនឃើញទេពេលដែលបងប្អូនចូលមកដល់ចំណុចនេះបងប្អូនត្រូវពង្រីកទាំងពណ៌ខៀវហ្នឹងឲ្យវាពេញកែមសងខាងអញ្ចឹងបងប្អូនមើលមកក្រោមនេះបងប្អូនយកពាក្យថា fit អញ្ចឹងតែប៉ុណ្្នឹងមកវាពេញហើយបាទតមកទៀតគឺបងប្អូនត្រូវតែទាញបាទនីតិហ្នឹងឲ្យស្មើទៅនឹង background ពណ៌បៃតងអញ្ចឹងបងប្អូនត្រូវឈរលើផ្ទៃ background ពណ៌ខៀវហ្នឹងហើយសង្កត់ពីមុខហ្នឹងទាញវាមកឲ្យស្មើគេមកបាទកុំឲ្យលើសបងប្អូនបាទបន្ទាប់មកយើងទាញវាឲ្យមកនៅចំណុចចាប់ដើមដូចគ្នាជំហានបន្ទាប់នេះគឺបងប្អូនត្រូវធ្វើការសរសេរអក្សរដែលបងប្អូនចង់ឲ្យវារត់បាទអញ្ចឹងបងប្អូនបាទបងប្អូនចុចផ្ទៃកន្លែងណាក៏បានដែរដើម្បីវាលោតចេញផ្ទាំងបែបហ្នឹងបន្ទាប់មកបងប្អូនបាទយកតិចនេះហើយយកតិចមួយទៀតហើយយក body តិចបាទការសរសេរអក្សរនៅកន្លែងនេះគឺបងប្អូនហាមដាច់ខាតគឺចុះបន្ទាន់បាទកុំចុះបន្ទាន់អញ្ចឹងខ្ញុំមានហើយខ្ញុំគ្រាន់តែផាសចូលមកបាទនេះខ្ញុំសរសេរប៉ុណ្ណឹងហើយបងប្អូនមានអក្សរផ្សេងឬអត្ថន័យផ្សេងបងប្អូនដាក់ផ្សេងទៅគ្រាន់តែបងប្អូនចាំថាអក្សរបងប្អូនកាន់តែច្រើនបងប្អូនត្រូវអូសនីតិឲ្យកាន់តែច្រើនដូចគ្នាបើអក្សរខ្លីអូសនីតិខ្លីបានហើយបាទហើយខ្ញុំចុច text បាទអក្សររបស់ខ្ញុំមើលទៅរៀងធំបាទអញ្ចឹងបងប្អូនអាចបរួមវាឲ្យតូចបានដោយបងប្អូនបាទត្រូវចុចលើ edit នេះហើយបងប្អូនយកអក្សរ AA នេះបងប្អូនឃើញកន្លែងនេះបងប្អូនបរួមវាមកបាទឥឡូវខ្ញុំយកវាថាប៉ុណ្្នឹងចុះបន្ទាប់មកបងប្អូនបាទអាចទាញវាឲ្យមកស្មើពាក់កណ្ដាលអញ្ចឹងមកបាទហើយបងប្អូនអាចបដូរម៉ូដអក្សរឬលេងម៉ូដអក្សរលេងពណ៌អីបងប្អូនអាចចូលទៅមើលមេរៀនទី7គឺខ្ញុំបានបង្ហាញអស់ហើយបាទបងប្អូនអាចចូលទៅមើលបានដូចនៅលើអេក្រង់នេះអញ្ចឹងណាបាទហើយខ្ញុំចុច text នេះមកបាទឥឡូវអក្សររបស់ខ្ញុំយកប៉ុណ្្នឹងចុះឬក៏ខ្ញុំអាចតូចជាងនឹងក៏បានដោយខ្ញុំអាចបរិយារួមដៃបែបនេះឃើញទេបាទថាប៉ុណ្្នឹងបន្ទាប់មកបងប្អូនឈរមកលើខាងដើមនេះបងប្អូនខ្ញុំចង់ឲ្យបងប្អូនបាទ lock បាទផ្ទៃ background ទាំងពណ៌ខៀវនិងពណ៌បៃតងអញ្ចឹងបងប្អូនចុចលើពណ៌ខៀវបាទពណ៌ខៀវវាចេញបែបហ្នឹងបងប្អូនចុចសោនេះមួយចុចលើពណ៌បៃតងចុចវាម្ដងទៀតវាចេញអញ្ចឹងយើងចុចលើសោបែបហ្នឹងបាទអញ្ចឹងបានន័យថាយើង lock វាទុកបន្ទាប់មកបងប្អូនមកមើលលើអក្សររបស់យើងដែលបងប្អូនចុចលើអក្សរយើងបាទចុចបែបហ្នឹងហើយបងប្អូនមើលមកខាងមុខបងប្អូនត្រូវទាញអក្សររបស់យើងនីតិឲ្យស្មើទៅនឹង background ពណ៌ខៀវនិងពណ៌បៃតងអញ្ចឹងខ្ញុំទាញវាមកបាទសកត់ពីមុខហ្នឹងទាញវាកុំឲ្យលើបាទសុកចិត្តឲ្យខ្វះបាទបន្ទាប់ពីទាញនីតិបានអញ្ចឹងហើយបងប្អូនទាញវាមកនៅចំណុចខាងដើមវិញហើយបងប្អូនបាទមើលមកលើនេះបងប្អូនគេដាក់ថា key frame
ចឹងកន្លែងហ្នឹងបងប្អូនតាមឲ្យតាន់ណាបាទ keyframe ហ្នឹងបងប្អូនចុចវាមួយហើយបងប្អូនអូសអក្សរឲ្យមកផុតមកបាទទាញអក្សររបស់យើងបងប្អូនទាញប៉ុណ្ណឹងពីព្រោះតែបើយើងទាញទៅផុតអត់បានទេយើងត្រូវប្រើបាទ tool មួយទៀតដើម្បីវាផុតបានគឺបងប្អូនមើលមកក្រោមបងប្អូនចុចកន្លែង position ហើយបងប្អូនចុចនេះសញ្ញាទៅមុខនេះសង្កត់លើវាឲ្យជាប់ឬក៏ចុចម្ដងមួយក៏បានឲ្យវាបាត់បែបនេះបាទប៉ុណ្ណឹងប៉ុន្តែបងប្អូនត្រូវចាំដែរថាអក្សររបស់យើងឥឡូវនេះដាច់ខាតត្រូវតែស្មើនៅកណ្ដាលហើយពេលដែលវាស្មើគឺវាចេញបន្ទាត់ពណ៌ក្រហមយេឃើញទេបាទអញ្ចឹងយើងរុញវាឲ្យស្មើអញ្ចឹងបាទបន្ទាប់មកបងប្អូនខ្វែងមួយបាទខ្វែងកន្លែងហ្នឹងនេះគឺជាចំណុចចាប់ផ្ដើមដល់ពេលបញ្ចប់នេះដល់ពេលបញ្ចប់អញ្ចឹងបងប្អូនត្រូវឈរលើអក្សររបស់យើងដដែលទេណាដល់ពេលបញ្ចប់បងប្អូនចុច key frame មួយទៀតចុច key frame នឹងហើយបងប្អូនមើលមកក្រោមបងប្អូនយក position ហើយបងប្អូនឲ្យវាចេញមកវិញបាទដើម្បីយើងអាចទាញវាបានបើមិនចឹងទេយើងទាញវាអត់បានទេបាទអញ្ចឹងបានប៉ុណ្្នឹងហើយបងប្អូនខ្វែងមួយសិនហើយចាំទាញវាមកការទាញរបស់បងប្អូនត្រូវតែដាច់ខាតឲ្យស្មើដែរកុំធ្វើអញ្ចឹងណាបាទពេលមកដល់ចុងក្រោយនេះបងប្អូនត្រូវតែស្មើបាទត្រូវតែស្មើបើអត់ស្មើទេអក្សររត់មកក៏វាអត់ស្មើដែរបាទឥឡូវខ្ញុំយកវាមកដាក់ប៉ុណ្ណេះមកដល់អញ្ចឹងនេះខ្ញុំឲ្យវាស្មើអញ្ចឹងឃើញទេពាក់កដាលបាទប៉ុណ្ណឹងហើយយើងមិនអាចទាញវាមកផុតទេដោយប្រើដៃរបស់យើងទាញដូចខ្ញុំអញ្ចឹងគឺបងប្អូនត្រូវប្រើនេះអា position ហ្នឹងចុចលើវាហើយរុញវាមកបាទសង្កត់លើវាឲ្យជាប់ឬក៏ចុចវាម្ដងមួយឲ្យវាផុតចេះតើប៉ុណ្ណឹងមកគឺជាការស្រេចបងប្អូនគ្រាន់តែខ្វែងកន្លែងនេះហើយបងប្អូនចាប់ផ្ដើម play សាកមើលបាទយើង play នេះអក្សររបស់យើងគឺរត់បែបហ្នឹងក្នុងករណីបងប្អូនយើងចង់ឲ្យវាយឺតគឺបងប្អូនត្រូវទាញនាទីឲ្យវាវែងឧទាហរណ៍ដូចរបស់ខ្ញុំនេះនាទីវា20វិនាទីអញ្ចឹងខ្ញុំចង់ឲ្យយឺតគឺកាលពីចំណុចចាប់ផ្ដើមនោះខ្ញុំអាចទាញវាមក30វិនាទីមកគឺអក្សរហ្នឹងវានឹងរត់យឺតដែរបាទពេលដែលបងប្អូនបានអក្សររត់ប៉ុណ្្នឹងហើយបងប្អូនសេវាទុកមកបាទអញ្ចឹងបងប្អូនចុចសញ្ញានេះបន្ទាប់មកបងប្អូនយកពាក្យថា export យើងបាន export វាបាន 100% ហើយអញ្ចឹងតើយើងគួរប្រើវាយ៉ាងដូចម្ដេចតោះទៅមើលការបង្ហាញជូនរបស់ខ្ញុំគឺបងប្អូនបាទចូលទៅកាន់កម្មវិធី VN នឹងដដែលហើយបងប្អូនចុចទៅរកវីដេអូរបស់យើងដែលយើងចង់ដាក់អក្សរមិញហ្នឹងនៅពីលើឧទាហរណ៍ថាឥឡូវខ្ញុំមានវីដេអូមួយថាវីដេអូមួយនេះចុះបាទហើយខ្ញុំចុចនេះបន្ទាប់ពីខ្ញុំបានបញ្ចូលវីដេអូហ្នឹងមកហើយគឺខ្ញុំនឹងដាក់អក្សររបស់ខ្ញុំឲ្យរត់នៅលើវីដេអូហ្នឹងអញ្ចឹងខ្ញុំចុចកន្លែងនេះមកបាទហើយទៅយកបាទវីដេអូដែលខ្ញុំបានធ្វើអក្សររត់មិញនេះបាទពេលចូលមកគឺវាផ្ទាំងពណ៌បៃតងបែបនេះទេអញ្ចឹងបងប្អូនកាត់វាចោលទៅបងប្អូនណាដើម្បីកាត់វាគឺបងប្អូនត្រូវឈរលើវាបន្ទាប់មកបងប្អូនមករកពាក្យថា Chroma key បងប្អូន scroll មកនេះChromaហើយបងប្អូននឹងឃើញកងមួយនៅលើវីដេអូនោះបងប្អូនគ្រាន់តែ scroll កងហ្នឹងមកចំកន្លែងបៃតងមកហើយបងប្អូនចុច tick មកអញ្ចឹងវានៅសល់តែបាទអក្សររត់នឹងផ្ទៃ background នឹងទេអញ្ចឹងបងប្អូន play មើលនេះអក្សរយើងគឺបែបហ្នឹងវារត់អញ្ចឹងបងប្អូនអាចយកអក្សរហ្នឹងយកទៅប្រើនៅលើវីដេអូណាក៏បានដែរដោយបងប្អូនគ្រាន់តែកាត់ផ្ទៃពណ៌បៃតងចេញអរគុណខ្ញុំបង្ហាញបងប្អូនយើងប៉ុណ្្នឹងចុះតាក់ទងទៅនឹងការធ្វើអក្សររត់ហើយបងប្អូនអាចសាកល្បងមើលថាតើធ្វើបានឬអត់មានចំណុចណាឆ្ងល់អាច comment ខាងក្រោមមកជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ